មនុស្សដែលខឹងច្រើនតែបើកមាត់ហើយបិទភ្នែករបស់ខ្លួនប្រហែលជាយើងគ្រប់គ្នាធ្លាប់បានឆ្លងកាត់ឬក៏ឃើញស្ថានភាពបែបនេះខ្លះៗហើយនៅក្នុងជីវិតប្រចាំថ្ងៃតើអ្នកទាំងអស់គ្នាធ្លាប់មានអារម្មណ៍ខឹងរហូតដល់ពេលខ្លះយើងនិយាយអ្វីមួយចេញមកដោយមិនបានគិតឬធ្វើអ្វីមួយក្រោយមកធ្វើឲ្យយើងមានវិប្បដិសារីដែរឬទេថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាឲ្យស្វែងយល់អំពីទស្សនៈដ៏មានអត្ថន័យមួយទាក់ទងនឹងកំហឹងពីបុគ្គលដ៏ល្បីល្បាញម្នាក់នៅក្នុងប្រវត្តិសាស្ត្ររូម៉ាំងទស្សនៈនោះគឺមនុស្សដែលខឹងច្រើនតែបើកមាត់ហើយបិទភ្នែករបស់ខ្លួនតើវាមានន័យយ៉ាងដូចម្តេចហើយយើងអាចទាញយកមេរៀនអ្វីខ្លះពីវាដើម្បីយកមកកែប្រែជីវិតរស់នៅរបស់យើងពាក្យដ៏មានអត្ថន័យនេះត្រូវបានពោលឡើងដោយលោក Cato the Elder លោក Cato កើតនៅឆ្នាំ234ហើយទទួលមរណភាពនៅក្នុងឆ្នាំ149មុនគ្រិស្តសករាជលោកគឺជាអិសរាជជនដ៏មានសារៈសំខាន់នៅក្នុងសាធារណរដ្ឋរូម៉ាំងលោកជាទាហានសមាជិកព្រឹទ្ធសភានិងជាអ្នកនិពន្ធដ៏ល្បីល្បាញខាតូត្រូវបានគេស្គាល់ថាជាបរិសុទ្ធដែលប្រកាន់ភ្ជាប់នូវគុណធម៌បែបរូម៉ាំងបុរាណនិងជាអ្នកប្រឆាំងដ៏មានឥទ្ធិពលនៃវប្បធម៌ក្រិកភាពល្បីល្បាញរបស់លោកបានមកពីភាពម៉ឺងម៉ាត់ក្នុងការការពារប្រពៃណីរូម៉ាំងនិងជាអ្នកនិយាយដ៏ស្ទាត់ជំនាញសម្រងពាក្យសម្ដីមនុស្សដែលខឹងច្រើនតែបើកមាត់ហើយបិទភ្នែករបស់ខ្លួននេះបង្ហាញពីការយល់ដឹងដ៏ស៊ីជម្រៅរបស់ខាតូអំពីឥទ្ធិពលនៃកំហឹងលើការគិតនិងការវិនិច្ឆ័យរបស់យើងតាមន័យត្រង់សម្រងនេះពណ៌នាអំពីសកម្មភាពរបស់បុរសម្នាក់ដែលកំពុងខឹងនៅពេលដែលកំហឹងគ្របដណ្ដប់គាត់ហាក់ដូចជាបាត់បង់នូវសមត្ថភាពក្នុងការមើលឃើញការពិតឬការយល់អំពីទស្សនៈរបស់អ្នកដទៃការបើកមាត់អាចតំណាងឲ្យការនិយាយដោយមិនបានគិតឬការបញ្ចេញពាក្យសម្ដីដែលធ្វើឲ្យប៉ះពាល់ទៅដល់អ្នកដទៃខណៈដែលការបិទភ្នែកបង្ហាញពីការបដិសេធមិនទទួលយកព័ត៌មានថ្មីឬការយល់ដឹងផ្សេងៗក្នុងបរិបទដើមលោកខាតូទំនងជាចង់បង្ហាញថាកំហឹងធ្វើឲ្យមនុស្សបាត់បង់ភាពវៃឆ្លាតនិងសមត្ថភាពក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវនៅពេលដែលមនុស្សម្នាក់ស្ថិតនៅក្នុងកំហឹងពួកគេងាយនឹងនិយាយឬធ្វើសកម្មភាពដែលមិនបានពិចារណាដែលអាចនាំមកនូវផលវិបាកអវិជ្ជមានទោះបីជាសម្រងនេះត្រូវបាននិយាយឡើងរាប់ពាន់ឆ្នាំមុនក៏ដោយក៏សាររបស់វានៅតែមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសង្គមបច្ចុប្បន្នជាពិសេសក្នុងយុគសម័យ Digital ដែលព័ត៌មាននិងមតិយោបល់ត្រូវបានចែករំលែកយ៉ាងឆាប់រហ័សយើងសង្កេតឃើញថាជាញឹកញាប់ទៅពេលដែលមនុស្សមានកំហឹងពួកគេតែងតែបញ្ចេញមតិយោបល់ដោយមិនបានត្រួតពិនិត្យឬផ្អែកលើអារម្មណ៍ជាជាងហេតុផលនៅក្នុងបណ្ដាញសង្គមចំនួននិងការប្រមាថគ្នាដោយពាក្យសម្ដីតែងតែកើតមានឡើងដែលភាគីម្ខាងម្ខាងហាក់ដូចជាមិនចង់ស្ដាប់ឬយល់ពីទស្សនៈគ្នាទៅវិញទៅមកយើងម្នាក់ប្រហែលជាធ្លាប់ជួបប្រទះនៅស្ថានភាពកំហឹងដែលធ្វើឲ្យយើងនិយាយឬធ្វើសកម្មភាពដោយមិនបានគិតឧទាហរណ៍នៅពេលមានជម្លោះជាមួយមិត្តភ័ក្តិឬក៏សមាជិកគ្រួសារយើងអាចនឹងនិយាយពាក្យដែលធ្វើឲ្យគេឈឺចាប់ដោយសារតែកំហឹងគ្របដណ្ដប់លើអារម្មណ៍របស់យើងក្រោយមកយើងនឹងអាចមានអារម្មណ៍សោកស្ដាយចំពោះអ្វីដែលយើងបាននិយាយឬបានធ្វើដោយឡែកនៅក្នុងវិស័យជំនួញឬការងារកំហឹងអាចនាំមកនូវការសម្រេចចិត្តខុសឆ្គងឬទំនាក់ទំនងមិនល្អជាមួយមិត្តរួមការងារឬក៏អតិថិជនភាពស្ងប់ស្ងាត់និងការគិតពិចារណាតែងនាំមកនូវលទ្ធផលល្អប្រសើរជាងការសម្រេចចិត្តដោយកំហឹងជាការពិតណាស់កំហឹងគឺជាអារម្មណ៍ធម្មតាមួយរបស់មនុស្សហើយវាមិនមែនតែងតែអវិជ្ជមាននោះទេកំហឹងអាចជំរុញឲ្យយើងក្រោកឡើងប្រឆាំងនឹងភាពអយុត្តិធម៌ឬការពារសិទ្ធិរបស់យើងទោះជាយ៉ាងណាក៏ដោយភាពខុសគ្នាស្ថិតនៅលើរបៀបដែលយើងគ្រប់គ្រងនិងបង្ហាញកំហឹងរបស់យើង
សនារបស់លោក Cato the Elder មនុស្សដែលខឹងច្រើនតែបើកមាត់ហើយបិទភ្នែករបស់ខ្លួននៅតែបន្តរំលឹកយើងអំពីគ្រោះថ្នាក់នៃការបណ្ដោយឲ្យកំហឹងគ្រប់គ្រងលើការគិតនិងសកម្មភាពរបស់យើងនៅក្នុងបណ្ដាញសង្គមដែលពោរពេញទៅដោយព័ត៌មាននិងប្រតិយោបល់ផ្សេងៗគ្នាដូច្នេះការរៀនស្ដាប់ដោយបើកចិត្តទូលាយនិងការឆ្លើយតបដោយហេតុផលគឺជាជំនាញដ៏សំខាន់បំផុតតើអ្នកយល់យ៉ាងណាចំពោះសម្រងសម្ដីនេះតើអ្នកធ្លាប់ជួបស្ថានភាពស្រដៀងគ្នានេះដែរឬទេសូមចែករំលែកគំនិតរបស់អ្នកនៅក្នុងប្រអប់ខមមិនខាងក្រោម